បងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខេម Top Tech ចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើត page នៅក្នុង Facebook ហើយរបៀបនៃការបង្កើត page នៅក្នុង Facebook នេះក៏មានការសំណូមពរពីប្រិយមិត្តផងដែរដូច្នេះសូមប្រិយមិត្តតាមដានអំពីរបៀបនៃការបង្កើត page នៅក្នុង Facebook ដូចតទៅដោយបងប្អូនប្រិយមិត្តទាំងអស់គ្នាបានដឹងស្រាប់ហើយថា Facebook មិនត្រឹមតែជាបណ្ដាញសង្គមមួយសម្រាប់ទំនាក់ទំនងដ៏ធំបំផុតនោះទេប៉ុន្តែវាក៏ផ្ដល់នៅកម្មវិធីប្លែកៗជាច្រើនទៀតផងដែរដើម្បីឲ្យយើងចូលរួមនៅក្នុងនោះមានដូចជា page group ការទំនាក់ទំនងរវាងមិត្តភ័ក្តិ friend ហើយនិងមួយចំនួនទៀតគឺប្រិយមិត្តអាចលេង game មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាក៏អាចប្រើប្រាស់ Facebook ជាជំនួយក្នុងមុខរបររកស៊ីរបស់ខ្លួនពីព្រោះថាមានមនុស្សជាច្រើនលានអ្នកដែលបានលេងនិងជុំគ្នានៅលើ Facebook ដូច្នេះ Cam Top Tech សូមលើកយកគន្លឹះដ៏សំខាន់មួយគឺរបៀបនៃការបង្កើត page នៅក្នុង Facebook ជាទូទៅគេបង្កើត page នៅក្នុង Facebook ឡើងដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជននិងចង់បង្ហាញអំពីក្រុមហ៊ុនឬក៏ចង់បង្ហាញពីសេវាកម្មរបស់គេជាដើមCam Top Tech បានបង្កើត page ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Cam Top Tech ក្នុងគោលបំណងដើម្បីចែករំលែកនៅចំណេះដឹងបច្ចេកវិទ្យា Smartphone និងចំណេះដឹងស្ដីពីបច្ចេកវិទ្យា Computer ហើយ Cam Top Tech បង្កើត page នេះមកក៏ដើម្បីជាដៃមួយរបស់គេហទំព័ររបស់ Cam Top Tech ផងដែរគឺ www.camtoptech.com ប្រិយមិត្តក៏លេខមើលនៅក្នុងគេហទំព័ររបស់ Cam Top Tech គឺតាមរយៈនៃការយក page box គឺមានន័យថាប្រអប់ page ហ្នឹងយកទៅភ្ជាប់នៅក្នុងគេហទំព័ររបស់ Cam Top Tech នៅពេលដែល Cam Top Tech ផ្សព្វផ្សាយអ្វីមួយ Cam Top Tech តែងតែដាក់ចូលក្នុង page ហើយបើសិនជាប្រិយមិត្តឃើញអត្ថបទប្រិយមិត្ត click នៅលើអត្ថបទវានឹងរត់ចូលគេហទំព័ររបស់ Cam Top Tech ដោយស្វ័យប្រវត្តិតែម្ដងពីព្រោះថាមនុស្សជុំគ្នានៅលើ Facebook បើយើងចង់ឲ្យគេមើល website របស់យើងត្រូវការបង្កើត page ដើម្បីឲ្យគេចូលមកមើល website របស់យើងតាមរយៈ Facebook នឹងឯងបាទឥឡូវនេះសូមចាប់ផ្ដើមអនុវត្តនៃការបង្កើត page ដូចតទៅវិធីក្នុងការបង្កើត page នេះគឺមានលក្ខណៈងាយទេគឺប្រិយមិត្តត្រូវតែ sign in account Facebook របស់ប្រិយមិត្តចូលទៅក្នុង Facebook របស់ប្រិយមិត្តទៅបន្ទាប់មកទៀតប្រិយមិត្តក្រឡេកមើលផ្នែកខាងឆ្វេងបាទហើយអូសចុះក្រោមពេលអូសចុះក្រោមមកប្រិយមិត្តនឹងឃើញមេនុយមួយរបស់ Facebook វាដាក់ថា page នៅក្នុង page នោះមាន page feed like page create page create ad advertise មានន័យថាផ្សាយពាណិជ្ជកម្មបើសិនជាប្រិយមិត្តចង់បង្កើត page នេះគឺនៅត្រង់កន្លែងនេះពាក្យថា create page បាទ click លើវាមកខ្ញុំណែនាំលើ computer ពីព្រោះមានភាពងាយស្រួលក្នុងការទស្សនាបន្ទាប់មកទៀតវានឹងឲ្យយើងជ្រើសរើសប្រភេទ page របស់យើងតើ page របស់យើងផ្ដល់សេវាកម្មឬក៏ទំនាក់ទំនងទៅលើអ្វីបាទសម្រាប់អ្នកដែលមានចំនួនផ្ទាល់ខ្លួនដូចជាតូបលក់ឬហាងលក់ខោអាវអីជាដើមនោះគេច្រើនតែបង្កើត page មួយនេះគឺ local business or place ប៉ុន្តែសម្រាប់អ្នកដែលមានក្រុមហ៊ុនឬក៏មាន website អីផ្សេងឬក៏អង្គការគេច្រើនតែបង្កើត page មួយនេះគឺ company organization or institution សម្រាប់អ្នកដែលលក់ផលិតផលផ្សេងគឺគេច្រើនតែបង្កើត page មួយនេះគឺ brand or product បាទក្រៅពីនោះមាន page ផ្សេងទៀតដូចជា page នៅមួយនេះជាដើមគឺ entertainment សម្រាប់អ្នកដែលគាត់ចង់ផ្សព្វផ្សាយពីការកម្សាន្តតន្ត្រីកីឡាអីហ្នឹងបាទអញ្ចឹងខ្ញុំសូមណែនាំប្រិយមិត្តអំពីរបៀបនៃការបង្កើត page មួយដោយចូលទៅក្នុង category មួយនេះគឺ company organization បាទ click យកវានៅពេលដែលយើង click យកវាឲ្យប្រិយមិត្ត choose a category មានន័យថាប្រិយមិត្តត្រូវជ្រើសរើសប្រភេទនៃ page របស់ខ្លួនតើប្រិយមិត្តផ្ដល់សេវាកម្មលើអីតាក់ទងនឹងអ្វីតាក់ទងនឹងច្បាប់តាក់ទងនឹងអង្គការតាក់ទងនឹងជំនួញឬក៏តាក់ទងនឹងនយោបាយឬក៏តាក់ទងទៅនឹងសាលាបាទអញ្ចឹងខ្ញុំបង្កើត page នេះខ្ញុំជ្រើសរើសយកមួយនេះក៏បានដែរ computer or technology អញ្ចឹងខ្ញុំជ្រើសរើស computer or technology បន្ទាប់មកប្រិយមិត្តដាក់ឈ្មោះ page របស់ខ្លួនបាទដាក់ទៅខ្ញុំដាក់ថា Cam Top Tech Group បាទបន្ទាប់មកទៀតប្រិយមិត្តត្រូវ click យក get start នៅខាងក្រោមបាទបន្ទាប់មកវាឲ្យយើងរៀបចំនៅជំហានចំនួន4ជំហានទាំង4ហ្នឹងក្នុងចំណោមហ្នឹងគឺមានតែ3ទេដែលយើងត្រូវធ្វើការងារជាមួយទី1 about គឺនិយាយអំពី page របស់យើងតើ page របស់យើងនិយាយអំពីអ្វីគ្រាន់តែក្រឡេកមើលនៅក្នុងប្រអប់នេះភ្លាមយើងនឹងឃើញវានិយាយថា tell people what your page is about អញ្ចឹងវានិយាយថាប្រាប់មនុស្សឬក៏ប្រាប់ friend នៅក្នុង Facebook នឹងឯងតើ page របស់អ្នកនឹងនិយាយអំពីអ្វីអញ្ចឹងខ្ញុំដាក់ថា page ខ្ញុំនិយាយអំពីបច្ចេកវិទ្យា This page talk about smartphone
and computer technology បាទវាឲ្យយើងទៅសេអត់លើសពី155អក្សរទេបន្តមកទៀតវាឲ្យយើងភ្ជាប់ website ឬក៏ Twitter ឥឡូវខ្ញុំដាក់ website camtoptech សាកមើលប៉ុន្តែក្នុងករណីខ្លះវាអត់ឲ្យយើងភ្ជាប់ទេ camtoptech.com បន្តមកទៀតវាឲ្យយើងកំណត់ឈ្មោះនៅក្នុង Facebook ឧទាហរណ៍សូមប្រិយមិត្តក្រឡេកមើលទៅ page របស់ camtoptech គឺនៅខាងលើនៅត្រង់ប្រអប់វាអាស័យដ្ឋាន Facebook បាទយើងដាក់ www.facebook.com មកហើយបើសិនជាចង់ចូលទៅ page របស់ camtoptech គឺយើងថែម slash មួយមកហើយទៅយើងដាក់ថា camtoptech គ្រាន់តែសរសេរប៉ុណ្ណឹងគឺយើង enter មកវារត់ចូលទៅ page របស់ camtoptech ដោយស្វ័យប្រវត្តិតែម្ដងគឺចង់មានន័យថានៅត្រង់កន្លែងនេះនៅត្រង់កន្លែងខាងក្រោមដែលខ្ញុំវាមកចុះឡើងហ្នឹងវាប្រាប់ថាឲ្យដាក់ឈ្មោះ page នៅលើ Facebook ដើម្បីឲ្យងាយស្រួលរកអញ្ចឹងដើម្បីឲ្យងាយស្រួលរកគឺប្រិយមិត្តដាក់ឈ្មោះឲ្យស្រួលដើម្បីឲ្យគេស្រួលរកបាទដូចដាក់ camtoptech group អញ្ចឹងទៅបាទនៅពេលដែលគេ search camtoptech group អញ្ចឹងទៅវានឹងរត់ចូលទៅ page របស់ camtoptech group ផ្ទាល់តែម្ដងបន្ទាប់មកអស់ហើយខ្ញុំ click យក save បន្ទាប់មកទៀតវាឲ្យយើងជ្រើសរើសរូបសម្រាប់ដាក់ជា profile របស់ page បាទ upload ពី computer មកខ្ញុំ upload ចូលរូបដែលត្រូវដាក់ហ្នឹងគឺចាំបាច់ត្រូវតែមានទំហំ4ជ្រុងការ៉េស្មើគ្នាបានដាក់ទៅវាចេញមកល្អវាកំពុងតែ upload កំពុងតែបញ្ចូលរូប profile មកបាទនេះចេញមកហើយ logo បន្ទាប់មករួចរាល់ហើយប្រិយមិត្ត click យក next បន្តទៀតបន្ទាប់មកទៀតវាឲ្យយើង add to favorite មានន័យថាឲ្យយើង add ទៅផ្នែកខាងលើនេះ add ទៅខាងលើគឺមានន័យថាអញ្ចឹងដូច page ផ្លូវការរបស់ camtoptech អញ្ចឹងគឺ add ទៅកន្លែង favorite គឺវារត់ទៅលើគេបាទមើលទៅនៅខាងឆ្វេងបាទអញ្ចឹងយើង add តាមវា add to favorite click មកបាទបន្ទាប់មកប្រិយមិត្ត click យក next បាទនៅត្រង់ចំណុចនេះគឺអត់សំខាន់ទេដូចខ្ញុំនិយាយខាងដើមអញ្ចឹងថាសំខាន់តែ3ចំណុចនេះទេចំណែកចំណុចទី4នេះគឺ reach more people ចង់និយាយថាក្រុមហ៊ុន Facebook វាឲ្យយើងចំណាយលុយដើម្បីឲ្យមានមនុស្សចុច like page យើងឲ្យបានច្រើនឧទាហរណ៍វាឲ្យយើងចំណាយលុយ$10នឹងមានអ្នកចុច like ពី100ទៅ400 like ជាដើមក្នុងមួយថ្ងៃបើសិនជាប្រិយមិត្តបង្កើត page ថ្មីមកហើយប្រិយមិត្តចង់ឲ្យគេចុច like control ច្រើនគេហៅថា promote page ហ្នឹងសូមប្រិយមិត្តធ្វើតាមវាទៅប៉ុន្តែប្រិយមិត្តត្រូវចំណាយលុយតាមរយៈ Visa card ជាដើមប៉ុន្តែកន្លែងនេះខ្ញុំអត់យកទេខ្ញុំ skip បាទចុច skip នៅកន្លែងនេះពីព្រោះខ្ញុំអត់ចង់ចំណាយលុយដើម្បីឲ្យគេចុច like page របស់យើងទេបាទ click យក skip បាទនេះគឺ page របស់យើងរួចរាល់ទៅហើយបាទវាណែនាំយើងបន្តិចបាទអត់អីទេវាគ្រាន់តែណែនាំយើងទេវាឲ្យយើង click like វាណែនាំយើងថាកន្លែងនេះកន្លែងអីមិនបាច់ចាំណែនាំតាមនោះទេខ្ញុំណែនាំតែម្ដងនៅត្រង់កន្លែងនេះបាទខាងស្ដាំបន្តិចហ្នឹងប្រិយមិត្តកលេចមើលគឺជាទិន្នន័យនៃអ្នកចុច like ឬក៏អ្នកដែលបានមើល page របស់យើងបាទជាឧទាហរណ៍សូមប្រិយមិត្តកលេចទៅមើល page របស់ camtoptech បាទនៅខាងស្ដាំនេះគឺជាអ្នកចុច like page របស់ camtoptech ហើយនឹងចំនួនអ្នក reach ចំនួនអ្នកដែលបានមើលគឺ 200000 អ្នកជាងបាទចំណែកនៅត្រង់កន្លែងពាក្យ page នៅខាងឆ្វេងឈៀងខាងលើនេះគឺយើង click យកមកដើម្បីត្រួតពិនិត្យមើល page របស់យើងថាតើយើងមានព័ត៌មានស្អីខ្លះជាក់ស្ដែងដូចជានៅលើ page របស់ camtoptech នៅពេលដែល camtoptech click យក page ចឹងមកព័ត៌មានផ្សេងគឺអាចមើលបានទាំងអស់បន្ទាប់មកទៀតគឺប្រិយមិត្តក្រឡេកទៅមើលត្រង់កន្លែងនេះក៏សំខាន់ដែរបន្ទាប់ពីប្រិយមិត្តបង្កើត page បានថ្មីមកប្រិយមិត្តត្រូវតែ click យក invite friend របស់ខ្លួនដើម្បីឲ្យចុច like page របស់ប្រិយមិត្តដូច្នេះការណែនាំអំពីរបៀបនៃការបង្កើត page នៅលើ Facebook គឺបានចប់សពគ្រប់ទៅហើយប៉ុន្តែសូមបញ្ជាក់ទៅកាន់ប្រិយមិត្តដែលប្រិយមិត្តចង់ឆ្លើយឆ្លងមកកាន់ camtoptech ដោយផ្ទាល់ហើយជួនកាលនៅពេលដែលប្រិយមិត្តចូលទៅ comment ទៅ camtoptech មិនអាចតបមកដោយផ្ទាល់បានទេដើម្បីឲ្យមានភាពងាយស្រួលគឺនៅត្រង់កន្លែងនេះសូមប្រិយមិត្តកលេចមើលការណែនាំរបស់ខ្ញុំបើសិនជាប្រិយមិត្តមានចម្ងល់អីមួយសូមប្រិយមិត្ត click នៅត្រង់កន្លែង message នេះថាច់នៅត្រង់កន្លែង message នេះសម្រាប់ smartphone ហើយសួរសំណួរមកកាន់ camtoptech មកនៅពេលដែលប្រិយមិត្តប្រើប្រាស់ message ដើម្បីផ្ញើសារមកកាន់ camtoptech គឺយើងខ្ញុំបានឃើញផ្ទាល់ហើយលឿនទៀតផងក្នុងការឆ្លើយតបសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតាមដានរបៀបនៃការបង្កើត Facebook page ពី camtoptech